ចាសសូមអនុញ្ញាតគោរពជំរាបសួរតើលោកយាយពុកម៉ែមេបងប្អូនសំណាប់ចិត្តស្ដាប់វីដេអូទាំងអស់គ្នានេះចាសសូមស្វាគមន៍មកកាន់ពេជ្រជាជីវិតនៃ Channel YouTube ដែលមានឈ្មោះថាសុបតីដូចនេះខ្ញុំបានបង្ហាញលើក្បាលវីដេអូរដងពុកម៉ែបងប្អូនទាំងអស់គ្នាចាបានឃើញហើយកុំភ្លេចចុចជាម្នាក់មួយផងណាណាប់ចិត្តដល់វីដេអូទាំងអស់គ្នាសូមអរគុណទុកជាមុនចឹងថ្ងៃនេះមកជាមួយវីដេអូថ្មីរបស់នេះខ្ញុំធ្វើជាមួយស្ងោរជ្រក់ក្បាលត្រីពុកម៉ែបងប្អូនទាំងអស់គ្នាចាឥឡូវកុំចាំយូរធ្វើគ្រឿងផ្សំវិធីធ្វើទាំងអស់គ្នាគ្រឿងផ្សំនេះខ្ញុំមានងាយទេពុកម៉ែបងប្អូនមានគល់ស្លឹកគ្រៃស្លឹកគ្រៃសោះហើយនឹងក្រូចឆ្មាគ្រឿងផ្សំដំបូងចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាអត់មានស្លឹកខ្ទឹមទេពុកម៉ែបងប្អូននៅជារណាក៏អត់មានដែរតើស្លោឆ្អិនហើយមិននឹកឃើញថាស្លឹកខ្ទឹមជារណាអត់មានពុកម៉ែបងប្អូនអើយនាងខ្ញុំយ៉ាប់ណាចាហើយខាងនេះវិញគឺនាងខ្ញុំមានជាមួយនឹងក្បាលត្រីឆ្ដោពុកម៉ែបងប្អូននាងខ្ញុំតិចបាន2អស់10000ពុកម៉ែបងប្អូនក្បាលធំធំណាចាអញ្ចឹងខានញ៉ាំដូចជាយូរដែរហើយក៏មានការឃ្លានអញ្ចឹងណាពុកម៉ែបងប្អូនក៏ទៅផ្សារទៅទិញបាន2អញ្ចឹងទៅយកដាក់ស្ងោរទៅពុកម៉ែបងប្អូនអើយនិយាយពីថាល្អខ្លាំងមែនតើណាញ៉ាំទៅដឹងតែពេញមាត់ហ្មងពុកម៉ែបងប្អូនទាំងអស់គ្នាចាជាដំបូងគឺយើងទៅដាក់ដាំទឹកអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីយើងធ្វើការស្ងោរពុកម៉ែបងប្អូនចាខ្យល់ទេពុកម៉ែបងប្អូនអើយឃើញទឹកឡកអញ្ចឹងមិនមែនភ្លើងតន់ក្តៅណាចាឥឡូវយើងទុកឲ្យពុះទៅពេលទឹកពុះហើយយើងបង់ជាមួយនឹងគល់ស្លឹកគ្រៃនិងស្លឹកក្រូចសើចយើងចូលអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាទុកមិនបន្តិចទៅពេលក៏ជ្រោលទឹកយើងក៏ជ្រោលរឿងខ្លាំងទៅយើងក៏ចាប់ដើមដាក់ជាមួយនឹងបាយនាងខ្ញុំអត់មានបាយឬក៏អង្ករមានអារម្មណ៍ថាស្ងោរវាដូចអត់ឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូននិយាយទៅតាមតំបន់ទេពុកម៉ែបងប្អូនធ្វើមិនក៏បានដែរតែនាងខ្ញុំទម្លាប់ខាងនេះខ្ញុំទម្លាប់អញ្ចឹងមិនដាក់អង្គទេក៏យើងដាក់មួយបាយអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាយើងបន្ទាប់ពីយើងដាក់បាយជុំហើយយើងចាប់ដើមកូរឲ្យសព្វទៅពុកម៉ែបងប្អូនទាំងអស់គ្នាចានៅពេលដែលយើងចាប់ដើមកូរហើយធ្វើមិនឲ្យបាយនឹងវារលាយអស់ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាយើងក៏ចាប់ដើមចាក់ជាមួយនឹងលក្ខណៈថាគ្រឿងទេសយើងចូលចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាមានដូចជាប៊ីចេងមានជាមួយនឹងស្ករហើយកន្លែងស្ករនេះនឹងខ្ញុំថាចុចកាមេរ៉ាឲ្យតែដល់ពេលមើលទៅមានបានចុចណាពុកម៉ែបងប្អូនអើយចាចាក់ស្ករឲ្យមិនបានថតនេះពុកម៉ែបងប្អូនទាំងអស់គ្នាចាឥឡូវយើងបន្តពីចាក់ស្ករចូលហើយយើងក៏ចាប់ផ្ដើមច្រវាល់តិចមកហើយក៏ធ្វើការចាក់ជាមួយនឹងទឹកត្រីចំនួន1វែកសម្លចូលទៅពុកម៉ែបងប្អូនទាំងអស់គ្នាចានៅពេលយើងចាក់ទឹកត្រីចូលហើយក៏ធ្វើការកូរបន្តិចទៀតមកនៅពេលដែលយើងកូរហើយរងាស់ទុកឲ្យពុះបន្តិចទៅយើងក៏ចាប់ផ្ដើមដាក់ជាមួយនឹងអំបិលចូលបន្តិចដែរអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាប្រហែលជាកន្លះស្ព្រាបាយបន្ទាប់ពីយើងដាក់អំបិលចូលហើយបើមានពុះអីបងប្អូនដួសចេញផងណាណាប់ចិត្តទាំងអស់គ្នាចាយើងដាក់ជាមួយនឹងក្បាលត្រីយើងចូលមកតែម្ដងមកពុកម៉ែបងប្អូនទាំងអស់គ្នាចាអូយនិយាយពីថាតំណងខ្លាំងតែម្ដងហើយពុកម៉ែបងប្អូនចាដាក់ស្ងោរប្រហែលជាថាយូរបំផុតទេ10នាទីពុកម៉ែបងប្អូនទាំងអស់គ្នាចាយើងដាក់ស្ងោរដាក់ក្បាលត្រីចូលហើយដាក់ស្ងោររងាស់ពេលប្រហែល10នាទីហ្នឹងទៅចាប់ដើមមើលទៅបើសិនជាមានពពុះក៏ដួសចេញថែមអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាកូរទៅមកសន្ធុះទៅឆ្អិនហើយពុកម៉ែបងប្អូនចាឥឡូវនេះក្បាលត្រីនេះខ្ញុំក៏ចាប់ដើមឆ្អិនហើយក៏បានដួសដាក់ចានដែរពុកម៉ែបងប្អូននេះមើលស្លឹកខ្ទឹមនេះខ្ញុំឲ្យទៅបេះខ្ទឹមទៅតែដាំពុកម៉ែបងប្អូនអើយបានតែប៉ុណ្្នឹងចាអញ្ចឹងស្ងោរជ្រក់នេះខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាយ